តំពួរ123ករណីសិក្សាទី7ក្រោយពីការត្រឡប់ពីជំរំនៅជាប់ព្រំដែនប្រទេសកម្ពុជាថៃក្នុងឆ្នាំ1993មករស់នៅក្នុងភូមិជាមួយជីដូនមួយឈ្មោះសួងអ្នកស្រីមុំបានសុំផ្នែកខ្លះនៃដីរបស់លោកសួងដើម្បីសាងសង់កូនខ្ទមលក់ដូរបណ្ដោះអាសន្ននៅលើផ្ទៃដីទទឹង5ម៉ែត្រនិងជម្រៅ12ម៉ែត្រក្នុងឆ្នាំ21រដ្ឋាភិបាលបានរៀបចំគម្រោងចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនៅក្នុងតំបន់នោះអ្នកស្រីមុំបានគិតថាកើតបានកាន់កាប់ដីនោះអស់រយៈពេល28ឆ្នាំរួចមកហើយដូច្នេះគាត់គួរតែទទួលបានសិទ្ធិកម្មសិទ្ធិលើដីនោះនៅពេលមន្ត្រីចុះមកដល់អ្នកស្រីមុំជំទាស់នឹងលោកសួងដោយមិនអោយលោកសួងចុះបញ្ជីដីនោះទេដោយអះអាងថាដីនោះជាកម្មសិទ្ធិរបស់ខ្លួនដីនោះមិនស្ថិតនៅលើដីចំណេញផ្លូវទេវាជាដីភូមិដែលអាចចុះបញ្ជីបានតើអ្នកស្រីមុំអាចធ្វើលទ្ធកម្មសិទ្ធិលើដីទំហំ5ម៉ែត្រនិងគុណនឹង12ម៉ែត្រនោះបានឬទេដើម្បីឆ្លើយតបករណីទី7ខាងលើដំបូងគិតបីស្វែងយល់ថាតើដីទំហំ5ម៉ែត្រគុណនឹង12ម៉ែត្រដែលបានកាន់កាប់ដោយអ្នកស្រីមុំតាំងពីឆ្នាំ93ជាដីដែលអាចធ្វើលទ្ធកម្មសិទ្ធិបានឬទេខាងក្រោមនេះជាចំណុចដែលត្រូវយកមកពិចារណាត្រីដីទំហំ5ម៉ែត្រគុណនឹង12ម៉ែត្រមិនស្ថិតនៅក្នុងមាត្រា15នៃច្បាប់ភូមិបាលដូច្នោះវាមិនមែនជាដីសាធារណៈរបស់រដ្ឋទេត្រីការកាន់កាប់ដីទំហំ5ម៉ែត្រគុណនឹង12ម៉ែត្រដោយអ្នកស្រីមុំតាំងពី93មកពោលគិតមកដល់ឆ្នាំ21គឺកាន់កាប់បាន7ឆ្នាំស្របតាមតម្រូវការនៃមាត្រា30នៃច្បាប់ភូមិបាលប៉ុន្តែអ្នកស្រីមុំបានសុំដីរបស់លោកសួងដែលនាំឲ្យខុសនឹងមាត្រា38តម្រូវឲ្យអ្នកស្រីមុំកាន់កាប់ដីនោះដោយសុចរិតនៅឆ្នាំ93ពោលគឺមិនដឹងពីសិទ្ធិជាយថាហេតុរបស់អ្នកណាសោះលើដីនោះនឹងច្បាប់គេប្រាប់ចឹងតាមរយៈហេតុផលខាងលើអ្នកស្រីមុំមិនមានសិទ្ធិលើលទ្ធកម្មសិទ្ធិលើដីទំហំ5ម៉ែត្រគុណនឹង12ម៉ែត្រដែលជាដីរបស់លោកសួងឡើយកាន់កាប់បានលុះត្រាតែមិនដឹងដីអ្នកណាសោះតែនេះដឹងថាដីលោកសួងអញ្ចឹងអ្នកស្រីមុំមិនអាចយកបានទេករណីទី8ឆ្នាំ85លោកកំសាន្តបានធ្វើចាកចេញពីភូមិលំនៅរបស់ខ្លួនទៅរស់នៅខេត្តផ្សេងហើយបានសុំដីដែលកាន់កាប់ដោយមិត្តភក្តិម្នាក់ឈ្មោះសម្បត្តិដើម្បីសាងសង់លំនៅឋានបណ្ដោះអាសន្ននៅឆ្នាំ89រដ្ឋាភិបាលបានប្រកាសផ្ដល់កម្មសិទ្ធិឯកជនដល់ប្រជាពលរដ្ឋកម្ពុជានៅពេលនោះលោកសម្បត្តិបានប្រាប់លោកកំសាន្តឲ្យចាកចេញពីទីនោះលោកកំសាន្តដោយសារមិនទាន់មានលទ្ធភាពទិញដីផ្សេងបានសំលោកសម្បត្តិរស់នៅបណ្ដោះអាសន្នជាបន្តសិនហើយសន្យាថានឹងខិតខំប្រឹងប្រែងរកស៊ីដើម្បីទិញដីលំនៅរស់នៅមុខរបរលោកសង្គមសានមិនរីចម្រើនសោះដូច្នោះមិនមានលទ្ធភាពទិញដីឯណាបានឡើយតាំងពី89មកហើយចេះតែសុំបន្តរស់នៅឆ្នាំ2020លោកសម្បត្តិចង់ស្នើសុំចុះបញ្ជីដីរបស់ខ្លួនតាមរយៈការចុះបញ្ជីដីមានលក្ខណៈដាច់ដដំពេលមន្ត្រីស្រួលដីរៀបចំចុះបញ្ជីតាមការស្នើសុំរបស់លោកកំសាន្តជំទាស់ថាមិនអោយលោកកំសាន្តជំទាស់ថាមិនអោយចុះបញ្ជីដីដែលខ្លួនបានកាន់កាប់តាំងពី93មកនោះឡើយដោយអះអាងថាខ្លួនបានកាន់កាប់ដីនោះអស់រយៈពេល27ឆ្នាំមកហើយដូច្នោះខ្លួនជាម្ចាស់កម្មសិទ្ធិលើដីនោះតើលោកកំសាន្តអាចធ្វើលទ្ធកម្មសិទ្ធិលើដីនោះដែលសុំលោកសម្បត្តិសាងសង់លំនៅឋានរស់នៅបណ្ដោះអាសន្នតាំងពីឆ្នាំ85នោះបានដែរទេនេះដើម្បីឆ្លើយតបករណីសិក្សាទី8ខាងលើដំបូងក៏បីស្វែងយល់ថាតើដីដែលបានកាន់កាប់ដោយលោកកំសាន្តតាំងពី85ជាដីដែលអាចធ្វើលទ្ធកម្មសិទ្ធិដោយលោកកំសាន្តបានដែរឬទេខាងក្រោមនេះជាចំណុចដែលត្រូវមកពិចារណាត្រីដីដែលបានស្នើសុំលោកសម្បត្តិចង់សង់លំនៅឋានរស់នៅបណ្ដោះអាសន្នដោយលោកកំសាន្តមិនស្ថិតនៅក្នុងមាត្រា15នៃច្បាប់ភូមិបាលដូច្នោះវាមិនមែនជាដីសាធារណៈរបស់រដ្ឋទេការកាន់កាប់ដីនោះដោយលោកកំសាន្តតាំងពី88មកពោលគឺមកដល់ឆ្នាំ2001គឺកាន់កាប់បាន16ឆ្នាំសមស្របតម្រូវការនៃមាត្រា30នៃច្បាប់ភូមិបាលប៉ុន្តែនៅឆ្នាំ89លោកសម្បត្តិបានស្នើសុំឲ្យលោកកំសាន្តចាក់ចេញសម្បត្តិជាម្ចាស់ដើមកំសាន្តជាអ្នកមកសុំរស់នៅតែលោកកំសាន្តសុំរស់នៅបន្តជាបណ្ដោះអាសន្នសិនក្នុងករណីនេះមានន័យថាលោកកំសាន្តទទួលស្គាល់ដីនោះជាដីរបស់លោកសម្បត្តិតាំងពី89ហើយបើគាត់ចង់យកធ្វើ
កម្មសិទ្ធិគឺខុសនឹងមាត្រា38ដែលតម្រូវឲ្យលោកកាន់កាប់ដីនោះដោយសុចរិតនៅឆ្នាំ89ពោលគឺមិនដឹងពីសិទ្ធិជាយថាហេតុរបស់អ្នកណាសោះលើដីនោះតាមរយៈហេតុផលខាងលើនេះលោកកំសាន្តមានសិទ្ធិធ្វើលទ្ធកម្មកម្មសិទ្ធិលើដីសំណុំលំនៅឋានដែលបានស្នើសុំពីលោកសម្បត្តិនៅឆ្នាំ85ឡើយករណីសិក្សាទី9ស្រដៀងគ្នានឹងករណីសិក្សាទី8ដែរនៅឆ្នាំ86លោកកៅបានចាក់ចែងពីភូមិលំនៅរបស់ខ្លួនទៅរស់នៅក្នុងខេត្តផ្សេងហើយក៏បានសម្ដីដែលបានកាន់កាប់ដោយមិត្តភក្តិម្នាក់ឈ្មោះសៀងដើម្បីរស់នៅលំនៅឋានដើម្បីសង់លំនៅឋានរស់នៅជាបណ្ដោះអាសន្ននៅឆ្នាំ89រដ្ឋាភិបាលបានប្រកាសដាក់កម្មសិទ្ធិឯកជនដល់ប្រជាពលរដ្ឋនៅពេលនោះលោកសៀងមិនបានប្រាប់លោកកៅឲ្យចាក់ចេញពីទីនោះឡើយលោកកៅបានបន្តរស់នៅទីនោះរហូតដល់បច្ចុប្បន្ននៅឆ្នាំ2021លោកកៅក៏ចង់ស្នើសុំចុះបញ្ជីដីដែលខ្លួនបានកាន់កាប់នោះតាមរយៈការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំនៅពេលសុរិយោដីរៀបចំចុះបញ្ជីតាមការស្នើសុំរបស់លោកកៅស្រាប់តែលោកសៀងបានជំទាស់ដីថាដីនោះជាដីរបស់ខ្លួនបានកាន់កាប់តាំងពី79ហើយលោកកៅបានសុំនៅបណ្ដោះអាសន្នតែប៉ុណ្ណោះដូច្នោះគាត់មិនមានសិទ្ធិកម្មសិទ្ធិលើដីនោះឡើយហើយតើលោកកៅអាចធ្វើលទ្ធកម្មកម្មសិទ្ធិលើដីដែលខ្លួនបានកាន់កាប់ជាមុនដោយលោកសៀងនោះបានដែរឬទេដើម្បីឆ្លើយតបករណីសិក្សាទី9ខាងលើដំបូងក៏បីស្វែងយល់ថាតើដីដែលលោកបានកាន់កាប់ដោយលោកកៅពីឆ្នាំ86ជាដីដែលអាចធ្វើលទ្ធកម្មកម្មសិទ្ធិដោយលោកកៅបានដែរឬទេខាងក្រោមនេះជាចំណុចដែលត្រូវមកពិភាក្សាលោកកៅទៅសុំគេដីដែលលោកកៅបានសង់លំនៅឋានរស់នៅបណ្ដោះអាសន្នឆ្នាំ86មិនស្ថិតនៅក្នុងមាត្រា15នៃច្បាប់ភូមិបាលដូច្នោះវាមិនមែនជាដីសាធារណៈរបស់រដ្ឋទេការកាន់កាប់ដីនោះដោយលោកកៅតាំងពី89មកពោគិតដល់ឆ្នាំ2001បានកាន់កាប់15ឆ្នាំសមស្របតាមលក្ខខណ្ឌនៃមាត្រា30នៃច្បាប់ភូមិបាលប៉ុន្តែនៅឆ្នាំ86ដីនោះមិនមែនជាដីកម្មសិទ្ធិរបស់លោកសៀងទេម្ដងទៀតប៉ុន្តែនៅឆ្នាំ86ដីនោះមិនមែនជាដីកម្មសិទ្ធិរបស់លោកសៀងទេពីព្រោះប្រជាពលរដ្ឋខ្មែរមិនទាន់មានកម្មសិទ្ធិឯកជនដីធ្លីនៅឡើយទេកម្មសិទ្ធិលើដីធ្លីរបស់រដ្ឋម្យ៉ាងទៀតនៅឆ្នាំ89លោកសៀងក៏មិនបានស្នើសុំឲ្យលោកកៅចាក់ចេញពីដីនោះដែរដូច្នេះលោកកៅនិងលោកសៀងបានកាន់កាប់ដីរដ្ឋដូចគ្នានៅឆ្នាំ89ហើយនៅឆ្នាំ89រដ្ឋក៏បានប្រកល់ដីទាំងនោះជាកម្មសិទ្ធិឯកជននៅក្នុងករណីនេះលោកកៅជឿជាក់ថាដីនោះមិនមែនជាកម្មសិទ្ធិរបស់តតយជនណាឡើយពោលគឺកាន់កាប់ដោយសុចរិតដោយសមស្របនឹងមាត្រា38តាមការហេតុផលខាងលើនេះលោកកៅមានសិទ្ធិធ្វើលទ្ធកម្មកម្មសិទ្ធិដីសង់លំនៅឋានតាំងពីឆ្នាំ86មក 6.2 លទ្ធកម្មសិទ្ធិដោយអញ្ញាយុកាលនៃការកាន់កាប់ការពិភាក្សានៅក្នុងចម្ពោះរងខាងលើគឺផ្ដោតទៅលើការកាន់កាប់ដីមិនទាន់បានចុះបញ្ជីចម្ពោះរងនេះពិភាក្សាពីលទ្ធកម្មនៃកម្មសិទ្ធិលើអចលនវត្ថុតាមរយៈអញ្ញាយុកាលនៃការកាន់កាប់ដែលត្រូវបានកំណត់នៅក្រមរដ្ឋធម្មនុញ្ញនេះការមានការយល់ព្រមផ្សេងគ្នាមានការយល់ផ្សេងគ្នាមួយចំនួនទាក់ទងនឹងការពាក្យប្រាពាក្យកាន់កាប់អចលនវត្ថុមានន័យថាដីធ្លីនិងវត្ថុជាប់នឹងដីធ្លីហើយមិនអាចផ្លាស់ប្ដូរពីទីកន្លែងបានដូចជាអគារសំណង់ដំណាំរុក្ខជាតិមានជាអាចឧបមាថាវាជាការកាន់កាប់ដីធ្លីតើដីធ្លីនោះក្នុងន័យនេះជាដីបានចុះបញ្ជីហើយឬមិនទាន់បានចុះបញ្ជីនៅឡើយទេប្រសិនបើយល់ថាពាក្យនេះរាប់បញ្ចូលទាំងដីធ្លីចុះបញ្ជីនិងដីធ្លីមិនបានចុះបញ្ជីផងតើមានបញ្ហាអ្វីកើតឡើងតាមធម្មតាបើពិនិត្យមើលពាក្យការកាន់កាប់ដីធ្លីមិនមានបញ្ជាក់ថាដីចុះបញ្ជីឬមិនបានចុះបញ្ជីទេដូច្នេះហើយការយល់ថារាប់បញ្ចូលពីដីធ្លីចុះបញ្ជីនិងដីមិនបានចុះបញ្ជីគឺជាការយល់ដ៏សមហេតុផលហើយដើម្បីងាយស្រួលក្នុងការវិនិច្ឆ័យឲ្យបានច្បាស់លាស់ពីបញ្ហាដែលបានកើតឡើងនេះការស្វែងយល់គឺគោលដៅនៃច្បាប់ពាក់ព័ន្ធគឺជាការចាំបាច់ច្បាប់ភូមិបាលឆ្នាំ2001មានគោលដៅសំខាន់កំណត់អំពីរបបកម្មសិទ្ធិលើអចលនវត្ថុទាំងឡាយនៅក្នុងប្រជាណាចក្រកម្ពុជានៅក្នុងគោលបំណងធានាការពារសិទ្ធិនៃកម្មសិទ្ធិនិងសិទ្ធិផ្សេងទៀតលើអចលនវត្ថុសមស្របតាមបទបញ្ញត្តិនៃរដ្ឋធម្មនុញ្ញឆ្នាំ93នៃប្រជាណាចក្រកម្ពុជាទំព័រ126ចំណែកពាក្យអចលនវត្ថុក្នុងនៃច្បាប់ភូមិបាលគឺសំដៅទៅលើអចលនវត្ថុពីកំណើតអចលនវត្ថុ
ពីភពវាសនានិងអចលនវត្ថុតាមការកំណត់របស់ច្បាប់រីឯក្រមរដ្ឋបវេណីឆ្នាំ2007វិញមានគោលដៅបញ្ញត្តិអំពីគោលដៅទូទៅគោលការណ៍ទូទៅដែលទាក់ទងនឹងទំនាក់ទំនងគតិយុត្តផ្នែករដ្ឋបវេណីបញ្ញត្តិនៃក្រមរដ្ឋបវេណីនេះត្រូវយកមកអនុវត្តចំពោះទំនាក់ទំនងទ្រព្យសម្បត្តិនិងទំនាក់ទំនងញាតិលើកលែងតែមានការកំណត់ផ្សេងៗក្នុងច្បាប់ពិសេសតាមរយៈគោលដៅនៃច្បាប់ទាំងពីរនេះក្រមរដ្ឋបវេណីអនុវត្តចំពោះតែទំនាក់ទំនងទ្រព្យសម្បត្តិដែលមិនមានកំណត់នៅក្នុងច្បាប់ពិសេសប៉ុន្តែប៉ុណ្ណោះដូច្នេះបើច្បាប់ភូមិបាលកំណត់យ៉ាងណារដ្ឋបវេណីទទួលស្គាល់តាមកំណត់នោះច្បាប់ភូមិបាលចែងថាការចូលកាន់កាប់ភោគៈត្រូវបញ្ចប់នៅពេលដែលច្បាប់នេះចូលជាធរមាននៅក្នុងនេះមិនអនុញ្ញាតឲ្យមានការចូលកាន់កាប់ជាថ្មីទេនៅលើដីភោគៈពោលគឺដីទាំងឡាយណាដែលមិនទាន់បានចុះបញ្ជីទោះបីជាដីដែលបានកាន់កាប់ដោយបុគ្គលឯកជនឬដីរបស់រដ្ឋក៏ដោយតាមការអាងដោយយោងតាមច្បាប់ភូមិបាលពាក្យថាកាន់កាប់អចលនវត្ថុដែលចែងដោយក្រមរដ្ឋបវេណីមិនអនុវត្តចំពោះអចលនវត្ថុដែលមិនបានចុះបញ្ជីទេព្រោះក្រមនេះទុកលទ្ធភាពឲ្យច្បាប់ភូមិបាលដែលជាច្បាប់ពិសេសគ្រប់គ្រងវិញខាងក្រមនេះជាការពិចារណាទៅលើមាត្រា162ក្រមរដ្ឋបវេណីឆ្នាំ2007ដែលចែងថា1ជនដែលបានកាន់កាប់អចលនវត្ថុដោយសន្តិវិធីនិងដឹងថាជាសាធារណៈដោយមានឆន្ទៈយកជាកម្មសិទ្ធិក្នុងអំឡុងពេល20ឆ្នាំត្រូវធ្វើលទ្ធកម្មនៅកម្មសិទ្ធិលើអចលនវត្ថុនោះ2ជនដែលបានកាន់កាប់អចលនវត្ថុដោយសន្តិវិធីនិងដឹងឮជាសាធារណៈដោយមានឆន្ទៈយកជាកម្មសិទ្ធិក្នុងអំឡុងពេល10ឆ្នាំត្រូវធ្វើលទ្ធកម្មនៅកម្មសិទ្ធិលើអចលនវត្ថុនោះបើជននោះសុចរិតនិងគ្មានកំហុសនៅពេលដែលខ្លួនបានចាប់ផ្ដើមកាន់កាប់3បញ្ញត្តិនៃកថាខណ្ឌទី1និងទី2ខាងលើនេះមិនតម្រូវយកបទអនុវត្តឡើយចំពោះអចលនវត្ថុដែលជាទ្រព្យសម្បត្តិរបស់រដ្ឋនិងទោះបីជាប្រភេទណាក៏ដោយអចលនវត្ថុក្នុងមាត្រា162នៃក្រមរដ្ឋបវេណីគឺសំដៅទៅលើអចលនវត្ថុដែលបានចុះបញ្ជីរួចហើយព្រោះថាអចលនវត្ថុដែលមិនទាន់បានចុះបញ្ជីកំពុងតែត្រូវបានគ្រប់គ្រងដោយច្បាប់ភូមិបាលតារាងខាងក្រោមបង្ហាញពីភាពងាយស្រួលនៃការពិនិត្យមើលលក្ខខណ្ឌនៃការកាន់កាប់និងចំនួនឆ្នាំដែលអាចធ្វើលទ្ធកម្មកម្មសិទ្ធិបានទំព័រ127ទំនងជាក្រមរដ្ឋបវេណីឆ្នាំ2007យល់ថាជាម្ចាស់ទ្រព្យដែលមានបានត្រឹមត្រូវជាទូទៅតែងតែស្រឡាញ់រក្សានិងអនុវត្តទ្រព្យរបស់ខ្លួនដោយមិនបោះបង់កោចោលជាដាច់ខាតទើបចែងមាត្រា162ដោយផ្ដល់សិទ្ធិឲ្យបុគ្គលដែលមកកាន់កម្មវិចលនវត្ថុរបស់អ្នកដទៃដែលជាម្ចាស់បានត្រឹមត្រូវក្នុងរយៈពេលដ៏យូរនិងមានចន្ទៈយោជាកម្មសិទ្ធិមានសិទ្ធិធ្វើលទ្ធកម្មនៅកម្មសិទ្ធិលើអចលនវត្ថុនោះតែម្ដងទៅការចែងបែបនេះគឺសមហេតុផលព្រោះថាម្ចាស់អចលនវត្ថុបានបណ្ដោយឲ្យអ្នកដទៃមកកាន់កាប់អចលនវត្ថុរបស់ខ្លួនដោយមានបំណងយកធ្វើជាកម្មសិទ្ធិក្នុងរយៈពេលដ៏យូរអង្វែងរហូតដល់10ឆ្នាំឬ20ឆ្នាំនោះហើយខ្លួនមិនមានប្រតិកម្មតបគឺហាក់ដូចជាសុខចិត្តឲ្យគេទទួលយកកម្មសិទ្ធិរបស់ខ្លួនដូចជាដែរដើម្បីឲ្យកាន់តែងាយស្រួលយល់ខាងក្រោមនេះនឹងលើកយកករណីសិក្សាពាក់ព័ន្ធជាមួយនឹងមួយចំនួនមកពិភាក្សាករណីទី1លោកជីវ៉ាមានដីចម្ការមួយកន្លែងដែលមានទទឹង50ម៉ែត្រនិង100ម៉ែត្រនេះស្រីចិន្តាមានដីចម្ការបន្តពីដីលោកជីវ៉ាដែលមានទទឹងបណ្ដោយដូចគ្នាដីរបស់លោកទាំងពីរបានចុះបញ្ជីរួចគ្នារួចហើយតាមរយៈការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធកាលពីឆ្នាំ2003ដែលមានទំហំប៉ុនគ្នាពោលគឺ5000ម៉ែត្រការ៉េជាលក្ខណៈធម្មជាតិដីរបស់លោកជីវ៉ាខ្ពស់ជាងដីអ្នកស្រីចិន្តាហើយស្ថានភាពដីខ្ពស់នោះក៏ស្ថិតនៅក្នុងដីរបស់លោកស្រីចិន្តាដែលមានប្រវែង10ម៉ែត្រដែរដោយសារដីមានស្ថានភាពខ្ពស់បែបនេះអ្នកស្រីចិន្តាក៏មិនបានគិតគូរធ្វើឲ្យច្បាស់លាស់ហើយក៏មិនបានធ្វើចំការលើដីរបស់ខ្លួនដែលខ្ពស់និងមានប្រវែង10ម៉ែត្រឡើយហើយក៏ស្មានតែដីនោះជាដីរបស់លោកជីវ៉ាហើយលោកជីវ៉ាវិញក៏បានដឹងច្បាស់ណាស់ថាដីប្រវែង10ម៉ែត្រដែលខ្ពស់ដោយដីរបស់គឺជាដីអ្នកស្រីចិន្តាហើយពេលអ្នកស្រីចិន្តាបានធ្វើស្រែចម្ការលោកជីវ៉ាក៏បានបានជេរនិងចម្រើន
không dùng ra một luôn nên mình cho nó đây là xây dựng là bây giờ anh đọc lên tiền không có gì mình được đấy là sao chúng ăn tại biến quay trở lại hãy được trong ở gần tháng này đây không bên anh đâu có gì cho phải chạy đến chỗ có bao nhiêu mua xây dựng lại thôi là bóng của chúng mình đây để nó xây dựng nào của bạn hay cái biết thôi là bóng của chúng đây đấy nhưng mà tôi biết là tôi sợ đó với cái này miễn sự thay đổi chi tiết trong đây thì mà cứ trên đây là bóng luôn thôi đấy còn ngay từ bây giờ là cái chuyện đây xây dựng cái này chứ là cái này là nó chuẩn bị cái này là cái chuyện trong cái này con còn đang chơi đó đang chỉ sau